អបអសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី8ឆ្នាំ2025នៅខេត្តកែបនៅព្រឹកថ្ងៃទី15ខែមិថុនាឆ្នាំ2025សិស្សានុសិស្សនិស្សិតលោកគ្រូអ្នកគ្រូនិងភ្ញៀវកិត្តិយសជាច្រើនបានចូលរួមក្នុងព្រឹត្តិការណ៍អបអសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី8ក្រោមប្រធានបទការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈបង្កើតឱកាសការងារសាងក្តីសង្ឃឹមដល់យុវជនដែលប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឯកឧត្តមបណ្ឌិតសំពិសិដ្ឋអភិបាលនៃគណៈអភិបាលខេត្តកែបព្រឹត្តិការណ៍នេះមានគោលបំណងជំរុញការយល់ដឹងនិងការចូលរួមរបស់សហគមន៍ក្នុងការគាំទ្របច្ចេកទេសនិងវិជ្ជាជីវៈដែលជាគន្លងសំខាន់មួយដល់ការងារនិងការអភិវឌ្ឍសេដ្ឋកិច្ចជាតិដោយកម្មវិធីនៅក្នុងនោះរួមមានដូចជាការបង្ហាញសមត្ថភាពរបស់និស្សិតការតាំងពិព័រណ៍ស្នាដៃនិងផលិតផលបច្ចេកទេសនានាលោកឯកឧត្តមបណ្ឌិតសំពិសិដ្ឋបានថ្លែងថាការអប់រំបច្ចេកទេសនិងវិជ្ជាជីវៈគឺជាគ្រឹះសម្រាប់បង្កើតកម្លាំងកម្មករដែលជាជំនាញនិងត្រៀមខ្លួនចូលទីផ្សារការងារវាមិនត្រឹមតែជួយកាត់បន្ថយអត្រាកម្មករការងារប៉ុន្តែថែមទាំងជាជម្រើសសំខាន់មួយសម្រាប់យុវជនក្នុងការរកស៊ីផ្ទាល់ខ្លួននិងចូលរួមបង្កើនផលិតភាពសេដ្ឋកិច្ចជាតិខេត្តកែបតែងតែគាំទ្រលើកកម្ពស់វិស័យនេះជាប្រចាំដោយរួមដៃជាមួយស្ថាប័នអប់រំនិងដៃគូអភិវឌ្ឍដើម្បីធានាថាយុវជនមានឱកាសចូលរួមក្នុងការអភិវឌ្ឍខ្លួនឯងនិងសង្គមជាអ្នកដឹកនាំនាជំនាន់ក្រោយគូបញ្ជាក់ផងដែរថាការរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី8ឆ្នាំ2025គឺជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់បង្ហាញពីតម្លៃនៃការអប់រំផ្នែកបច្ចេកទេសនិងវិជ្ជាជីវៈដែលបង្ហាញពីតម្លៃផ្នែកអប់រំបច្ចេកទេសនិងវិជ្ជាជីវៈដែលជាចំណុចសំខាន់មួយក្នុងការអភិវឌ្ឍការងារបច្ចេកទេសក៏ដូចជាអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងនោះក៏មានការចែកសញ្ញាបត្រជូននិស្សិតដែលបានបញ្ចប់ការសិក្សាវគ្គបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈចំនួន502នាក់ផងដែរការរៀបចំទិវានេះគឺជាពេលវេលាមួយសម្រាប់ជំរុញការយល់ដឹងដល់សង្គមឲ្យឃើញនូវតម្លៃនៃការអប់រំបច្ចេកទេសនិងជាឱកាសសម្រាប់ស្ថាប័នអប់រំដូចជាវិទ្យាស្ថានបច្ចេកទេសនិងសាលាដុនបូស្កូជាដើម